ការអភិវឌ្ឍរបស់ពិភពលោកនៅក្នុងពេលបច្ចុប្បន្នបង្ហាញថានិន្នាការសហប្រតិបត្តិការគឺជាការចាំបាច់ដែលអាចទុកចិត្តបានដើម្បីប្រមូលសមត្ថភាពសក្តានុពលគ្រប់ប្រទេសនិងប្រជាជនទាំងអស់សម្រាប់កងទ័ពប្រជាជនវៀតណាមការសហប្រតិបត្តិការអន្តរជាតិនៅក្នុងវិស័យបណ្ដុះបណ្ដាលនិស្សិតយោធាគឺមានបំណងដើម្បីដោះស្រាយនៅតម្រូវការបណ្ដុះបណ្ដាលវិទ្យាសាស្ត្រសម្រាប់ការប្រយុទ្ធបែបទំនើបបណ្ដុះបណ្ដាលយោធាឲ្យមានសមត្ថភាពខ្ពស់និងផ្លាស់ប្ដូរបទពិសោធន៍វិទ្យាសាស្ត្រសម្រាប់ការប្រយុទ្ធបែបទំនើបនិងអនុវត្តវិទ្យាសាស្ត្រសម្រាប់ការប្រយុទ្ធបែបទំនើបរបស់ប្រទេសផ្សេងៗដើម្បីចូលរួមនៅក្នុងការរួមចំណែកកសាងកងទ័ពប្រជាជនវៀតណាមឲ្យក្លាយជាកងទ័ពដែលមានរបៀបរៀបរយមានភាពស្ទាត់ជំនាញនិងទំនើបកម្មនេះគឺជាបញ្ហាដែលមានលក្ខណៈទំនៀមទម្លាប់នៃកងទ័ពប្រជាជនវៀតណាមហើយជាបញ្ហាដ៏ចាំបាច់ផងដែរនៅក្នុងអំឡុងពេលដែលបានអនុវត្តភារកិច្ចសហប្រតិបត្តិការអន្តរជាតិសម្រាប់ការអប់រំនិងការបណ្ដុះបណ្ដាលដែលបានផ្ដល់ដោយក្រសួងការពិជាតិអស់រយៈពេលជាច្រើនឆ្នាំកន្លងមកដឹកនាំដោយគណៈកម្មាធិការគណៈបកនិងក្រុមប្រឹក្សាពិបាលសាលានីតិហ៊ាននយោបាយបានសម្រេចយល់ដឹងយ៉ាងជ្រាលជ្រៅលើទស្សនៈនិងគោលនយោបាយនៃគណៈបកសម្រាប់ការចងសម្ព័ន្ធភាពនិងសហប្រតិបត្តិការអន្តរជាតិជាពិសេសគោលនយោបាយលេខ10ចុះថ្ងៃទី11ខែមេសាឆ្នាំ1983របស់គណៈកម្មាធិការមូលដ្ឋាននៃគណៈបកលើកទី5អំពីការបង្កើនសម្ព័ន្ធភាពនិងសហប្រតិបត្តិការយ៉ាងរលូនជាមួយឡាវនិងកម្ពុជាក្នុងដំណាក់កាលថ្មីការបណ្ដុះបណ្ដាលនីតិហ៊ាននយោបាយសម្រាប់កងទ័ពប្រជាជនឡាវនិងកងទ័ពនៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជាគឺជាកិច្ចការសំខាន់នៅក្នុងការទំនាក់ទំនងការពារជាតិរបស់កងទ័ពវៀតណាមការអនុវត្តភារកិច្ចនេះបានល្អនិងបានចូលរួមនៅក្នុងការកសាងបង្កើនសម្ព័ន្ធភាពដ៏ពិសេសនៅក្នុងកិច្ចសហប្រតិបត្តិការយ៉ាងទូលំទូលាយរវាងវៀតណាមជាមួយឡាវនិងកម្ពុជាសាលានីតិហ៊ាននយោបាយតែងទទួលស្វាគមន៍និស្សិតយោធាអន្តរជាតិមកសិក្សាផ្លាស់ប្ដូរចំណេះដឹងបទពិសោធន៍និងវប្បធម៌នៅក្នុងសាលាបង្កើនការយល់ដឹងនិងរឹតបន្តឹងចំណងសាមគ្គីភាពអន្តរជាតិនៅក្នុងកំឡុងពេលសិក្សានៅសាលានីតិហ៊ាននយោបាយយើងតែងតែទទួលបានការយកចិត្តទុកដាក់និងជួយគ្នាទៅវិញទៅមកដោយមានការទទួលខុសត្រូវរាល់លក្ខខណ្ឌទាំងអស់នៃគណៈកម្មាភិបាលគ្រប់គ្រងរបស់សាលារាល់អ្នកដឹកនាំប្រព័ន្ធគ្រប់គ្រងសាលានិស្សិតយោធាអន្តរជាតិរាល់មន្ត្រីយោធាបុគ្គលិកនិងនីតិហ៊ានជាពិសេសបណ្ដាយោធាចារតែនៅទីនេះតែងតែស្វែងរកវិធីយកឈ្នះភាពលំបាកនិងវិធីសាស្ត្របង្រៀនផ្សេងៗឲ្យមានការទទួលខុសត្រូវដើម្បីឲ្យយើងអាចសិក្សានិងស្វែងយល់ដោយភាពជឿជាក់និងទទួលបានចំណេះដឹងច្រើនជាងមុនទោះបីជាយើងនៅឆ្ងាយពីគ្រួសារយ៉ាងណាក៏ដោយប៉ុន្តែដោយសារតែមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំផ្សេងៗធ្វើឲ្យយើងមានអារម្មណ៍ថាសាលាគឺជាកន្លែងបណ្ដុះបណ្ដាលអប់រំដ៏កក់ក្ដៅនិងមានភាពស្និទ្ធស្នាលក៏ដូចនៅក្នុងប្រទេសរបស់យើងផងដែរហើយនេះហើយធ្វើឲ្យយើងកាន់តែបដិញ្ញាចិត្តបំពេញភារកិច្ចសិក្សានិងฝึกฝนឲ្យបានល្អលើពីនេះទៅទៀតយើងតែងតែបង្ហាញការស្រឡាញ់ប្រជាជនវៀតណាមនិងប្រទេសវៀតណាមពីបទពិសោធន៍ប្រវត្តិសាស្ត្រយើងអាចបញ្ជាក់បានថាការបណ្ដុះបណ្ដាលនិស្សិតនីតិហ៊ានឡាវនិងកម្ពុជាគឺជាផ្នែកដ៏សំខាន់ណាស់នៅក្នុងការទំនាក់ទំនងការពារជាតិនៃគណៈបករដ្ឋនិងកងទ័ពប្រជាជនវៀតណាមដែលមានតួនាទីនៅក្នុងការរក្សាស្ថិរភាពនយោបាយនិងការពារជាតិក្នុងចំណោមស្ថាប័នបណ្ដុះបណ្ដាលនីតិហ៊ានជាមូលដ្ឋានគ្រឹះសម្រាប់កងទ័ពប្រជាជនឡាវនិងកងទ័ពនៃកងយុទ្ធពលខេមរភូមិន្ទកម្ពុជាសាលានីតិហ៊ាននយោបាយគឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលផ្នែកនយោបាយនិងស្រាវជ្រាវវិទ្យាសាស្ត្រសម្រាប់ការប្រយុទ្ធដែលមានឥទ្ធិពលខ្លាំងនិងទទួលបានការជឿជាក់ខ្ពស់ពីមិត្តតាមបណ្ដាប្រទេសតាមរយៈនោះផងដែរក៏បានចូលរួមចំណែកកសាងមិត្តភាពរវាងរដ្ឋប្រជាជននិងយោធាទាំង3ប្រទេសវៀតណាមឡាវកម្ពុជាឲ្យមានភាពស្រស់បំព្រងនិងរឹងមាំជានិរន្តរ៍